ព័ត៌មានទី2សំទោសព័ត៌មានទី3បើច្រឡំលេខព័ត៌មានទី3នេះគឺបាទជារឿងតាក់ទងជាមួយនឹងវិស័យការពារជាតិរបស់សហរដ្ឋអាមេរិកបើយោងតាមការផ្សាយរបស់ទស្សនាវដ្តី Military Times បាទឲ្យដឹងថានាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា USS Theodore Roosevelt ឥឡូវនេះបានคล้ายទៅជានាវាផ្ទុកយន្តហោះដំបូងហើយដែលបំពាក់ទៅដោយមជ្ឈមណ្ឌលបាទកិច្ចការសង្គ្រាមតាមអាកាសដោយគ្មានអ្នកបើកបរអញ្ចឹងបានន័យថាជាកន្លែងបញ្ជា drone សម្រាប់ប្រយុទ្ធតែម្ដងបាទគឺកន្លែងហ្នឹងគឺអាចនឹងគ្រប់គ្រងទៅដល់ប្រតិបត្តិការរបស់ drone MQ-25A បាទ MQ-25A ហ្នឹងគឺបាទមានរូបភាពដូចនេះបាទរូបភាពដូចនេះគឺបាទនេះគឺការផ្សាយតាំងពីខែមេសាកន្លងមកនេះគឺនៅពេលនោះគឺលោកកាលពីខែមេសាណាកាលពីខែមេសាហ្នឹងគឺលោកហ៊ុងកៅដែលជារដ្ឋលេខាធិការខាងទាហានជើងទឹកស្ដីទីបាទគឺបានប្រាប់ទៅដល់សវនាការរបស់ខាងគណៈកម្មការសេវាកម្មយុទ្ធសេវានៅព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកនឹងថាឥឡូវនេះគឺសហរដ្ឋអាមេរិកគឺនឹងបាទយកមកប្រើនៅ drone ប្រភេទ MQ-25A ហ្នឹងបាទគឺអាចនឹងយកមកប្រើបាននៅក្នុងប្រតិបត្តិការយោធាហើយដាក់លើនាវាបាទដូច្នេះការដែលដាក់ drone បែបនេះនៅលើនាវាហ្នឹងគឺបើតាមការបញ្ជាក់គឺវាអាចនឹងជួយដល់ដោះបន្ទុកផងដែរទៅលើនាវាចម្បាំងប្រភេទ F16 សំទោស18របស់ទាហានជើងទឹកបាទដែលមានលក្ខណៈពិសេសក្នុងការបើកការវាយប្រហារនិងចាក់ប្រេងឡើងវិញបាទហើយដូច្នេះក៏ជាការមួយដែលជួយឲ្យយន្តហោះចម្បាំងប្រភេទ F18EF ហ្នឹងបាទគឺផ្ដោតអាកាសផ្ដោតតែទៅលើបេសកកម្មនៃការវាយប្រហារតែប៉ុណ្ណោះវិញបាទអញ្ចឹងដូច្នេះគឺជាការមួយបានបញ្ជាក់ហ្នឹងនៅក្នុងសេចក្តីអនុសាសន៍មួយដែលបានចុះហត្ថលេខាកាលពីថ្ងៃទី21ខែមេសាកន្លងទៅនេះឆ្នាំ2026គឺបាទហើយគឺបានបញ្ជាក់ឲ្យដឹងថាបាទគឺសហរដ្ឋអាមេរិកត្រូវតែធ្វើទំនើបកម្មនៅអាវុធដែលខ្លួនមានដើម្បីដាក់លើនាវានេះបាទហើយរបាយការណ៍នោះបានកត់សម្គាល់ថានៅក្នុងខែមីនាឆ្នាំ2026គឺនាវា Theodore Roosevelt បាទ Theodore Roosevelt ក៏មានបំពាក់បាទក៏មានបំពាក់នៅមជ្ឈមណ្ឌលបញ្ជា drone ដោយគ្មានអ្នកបើកបរនេះផងដែរបាទគឺពេលហ្នឹងគឺជាដំបូងផងដែរសម្រាប់ប្រតិបត្តិការបាទក៏ប៉ុន្តែគឺបាទមានការរៀបចំបន្ថែមទៀតផងដែរបើសិនជាតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាគឺនាវាយន្តហោះនាវាផ្ទុកយន្តហោះ USS Ronald Reagan បាទក៏នឹងអាចនឹងដាក់ប្រតិបត្តិការផងដែរបាទនៅ drone នៅក្នុងនោះគឺឲ្យប្រតិបត្តិការបាននៅខែសីហាឆ្នាំ2026បាទចឹងដូច្នេះយុគសម័យ drone បាទយុគសម័យ drone ហើយគឺសម័យតែនាវាផ្ទុកយន្តហោះហ្នឹងក៏ដាក់ drone ដែរណាបាទដាក់ច្រើនហើយបាទ drone ដែលបញ្ជាពីដីទៅតែម្ដងព័ត៌មានទី4ណាព័ត៌មានទី4នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Access បានរាយការណ៍ឲ្យដឹងថាឥឡូវនេះគឺខាងទីភ្នាក់ងារសហរដ្ឋអាមេរិកសំទោសបើតាមសេចក្តីរាយការណ៍ដឹងថាទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកថាមពលនុយក្លេអ៊ែរអន្តរជាតិនោះបាទគឺនៅពេលឆាប់ខាងមុខនេះនឹងបាទទៅយកចេញនៅសារធាតុនុយក្លេអ៊ែរដែលបានរក្សាទុកនៅទីតាំងសម្ងាត់មួយនៅក្នុងប្រទេសសេរីបន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានសម្រេចកិច្ចព្រមព្រៀងជាមួយនឹងប្រទេសសេរីហើយនិងប្រទេសអ៊ីស្រាអែលក្នុងការយកសារធាតុនោះចេញនេះបើយោងតាមមន្ត្រីអ៊ីស្រាអែលនិងមន្ត្រីសហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងរដ្ឋបាលលោកប្រធានាធិបតី Donald Trump ហើយនិង
ទីភ្នាក់ងារធម្មពលនុយក្លេអ៊ែររបស់ប្រទេសរបស់អង្គការសហប្រជាជាតិនេះគឺបានខិតខំធ្វើការងារជាច្រើនមកហើយធ្វើយ៉ាងណាឲ្យសម្រេចបានកិច្ចព្រមព្រៀងមួយក្នុងការដកហូតយកសារធាតុនុយក្លេអ៊ែរនេះចេញបាទពីព្រោះអីបើមិនចឹងទេអាចនឹងជាការមួយកើតកម្ដៅកាន់តែខ្លាំងជាពិសេសប៉ះពាល់ទៅដល់ប្រទេសទូគីផងដែរបាទដូច្នេះឥឡូវនេះគឺសហរដ្ឋអាមេរិកបានចរចាជាច្រើនសប្តាហ៍នៅពីក្រោយឆាកផងមានការសម្លុតគម្រាមកំហែងផងដើម្បីឲ្យបាទសេរីគាត់ប្រគល់សារធាតុនុយក្លេអ៊ែរនឹងចេញមកវិញបាទហើយដូច្នេះនៅទីបំផុតសេរីគាត់ថាมันជារឿងមួយដែលចាំបាច់សម្រាប់គាត់អញ្ចឹងគាត់ក៏ប្រគល់មកឲ្យវិញមកបាទព័ត៌មានចុងក្រោយនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Independent បាទ The Independent បានរាយការណ៍ដឹងថាឥឡូវនេះឃ្លាំងស្តុកប្រេងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកគឺបានធ្លាក់ចុះដល់កម្រិតទាបបំផុតដែលមិនធ្លាប់មានតាំងពីឆ្នាំ1981មកដោយបើយោងតាមសេចក្តីរាយការណ៍នេះគឺប្រេងដែលនៅក្នុងឃ្លាំងបំរុងរបស់សហរដ្ឋអាមេរិកនេះគឺមានតែចំនួន298លានបារ៉ែលតែប៉ុណ្ណោះទេនេះបើយោងតាមតួលេខរបស់ក្រសួងធម្មពលបានបញ្ជាក់ឲ្យដឹងនៅថ្ងៃពីថ្ងៃសុក្រហើយគឺតាមធម្មតាក្នុងពេលកន្លងមកគឺមិនសូវមានការធ្លាក់បាទការធ្លាក់ប្រេងច្រើនអញ្ចឹងទេបាទដែលចំនួននៅសល់តិចហ្នឹងទេបាទពីព្រោះនៅពេលដែលប្រេងឡើងថ្លៃអាមេរិកបញ្ចេញប្រេងយុទ្ធសាស្ត្រហ្នឹងមកដើម្បីទប់ទីផ្សារឲ្យតម្លៃប្រេងនេះកម្លាំងពេកហើយនៅពេលដែលប្រេងពិភពលោកចុះថោកអាមេរិកយកលុយហ្នឹងទៅទិញបាទប្រេងថោកហ្នឹងយកមកទុកវិញប៉ុន្តែឥឡូវនេះគឺរវល់រឿងនៅអ៊ីរ៉ង់ហ្នឹងផងទៅគឺมันបានធ្វើដូច្នេះអញ្ចឹងហើយធ្វើឲ្យបរិមាណប្រេងខ្វះខាតណាបាទអញ្ចឹងសូមអរគុណប្រិយមិត្តទាំងអស់គ្នាណាបាទសូមអរគុណច្រើនបាទឥឡូវមើលចូលមើលមានអ្នកណាសួរទេបាទជួបកុសលបាទជំរាបសួរលោកពូសុផាជំរាបសួរសុភារំប៉ាជំរាបសួរលោកសរឿនជំរាបសួរលោកគីលឹមបាទពី Texas បាទសុខសប្បាយលោកគីលឹមបាទលោកសុផាណាជំរាបសួរបង Richard ជំរាបសួរបងសុខសប្បាយបងជីវិតកំសត់ពលករកូរ៉េជំរាបសួរលោកពូពីចម្ងាយលោកពូតើថៃមើលឃើញចំណុចខ្សោយអ្វីខ្លះដែលបានជាមិនខ្លាចការតវ៉ារបស់កម្ពុជាតវ៉ាកាន់តែខ្លាំងថៃកាន់តែចូលបាទរឿងចំណុចខ្សោយរបស់យើងមិនសំខាន់គឺតែសម្ពាធនៅក្នុងប្រទេសថៃនឹងមានបណ្ណាដែលក្រុមយោធានៅត្រូវតែធ្វើហើយគ្មានការរារាំងពីរដ្ឋបាលស៊ីវិលរបស់ពួកគេនឹងទេបាទមាសមុំក៏ចូលដែរលោកស៊ីថាក៏ចូលដែរជាកុមារោមកជាកុមារោបាទជំរាបសួរសៀកឈៀបាទសេតឈ្មោះថ្មីណាបាទអូខេអញ្ចឹងដូចជាមិនមានសំណួរអីទេបាទអញ្ចឹងអរគុណច្រើនណាអរគុណច្រើនប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកទទួលការចែករំលែកព័ត៌មានរបស់ខ្ញុំនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទសូមអរគុណបាទសូមអរគុណសូមជម្រាបលាបាទ